សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ការបង្រៀនពីរបៀបនៃការធ្វើប្រតិបត្តិការកែស្តុកទំនិញនៅក្នុងកម្មវិធីដើម្បីធ្វើការកែស្តុកទំនិញជាដំបូងលោកអ្នកត្រូវចូលទៅកាន់ Module Stock ជ្រើសរើស Adjustment Product បន្ទាប់មកចុចទៅលើប៊ូតុង Create ដើម្បីធ្វើការកែស្តុកសម្រាប់លេខកូដលោកអ្នកអាចធ្វើការបំពេញឬរំលងដោយកម្មវិធីនឹងធ្វើការចាប់លេខកូដជូនដោយស្វ័យប្រវត្តិកំណត់កាលបរិច្ឆេទនៃការកែស្តុកនៅក្នុងផ្នែក Adjust Date ជ្រើសរើសប្រភេទនៃការកែស្តុកណាមួយដើម្បីងាយស្រួលក្នុងការពិនិត្យរបាយការណ៍លោកអ្នកក៏អាចធ្វើការបង្កើតប្រភេទនៃការកែស្តុកថ្មីមួយទៀតភ្លាមៗដោយចុចទៅលើប៊ូតុងសញ្ញាបូកដើម្បីធ្វើការបង្កើតថ្មីរើសឈ្មោះសាខាដែលត្រូវធ្វើប្រតិបត្តិការបន្ទាប់មកធ្វើការជ្រើសរើសឃ្លាំងដែលត្រូវកែស្តុកលោកអ្នកអាចធ្វើការបញ្ចូលព័ត៌មានដែលលោកអ្នកចង់កំណត់ចំណាំនៅក្នុងប្រតិបត្តិការនោះនៅក្នុងប្រអប់ Reference សូមចុចត្រង់នេះដើម្បីធ្វើការរើសមុខតំណែងដែលលោកអ្នកត្រូវការឬចុចទៅលើប៊ូតុង OK បំពេញព័ត៌មាននៃការកែស្តុកដែលមានដូចជាចំនួនតំណែងដែលរកឃើញជាក់ស្ដែងនិងកំណត់ຂະຫນៈដែលត្រូវកែពិនិត្យព័ត៌មានឡើងវិញរួចចុចទៅលើប៊ូតុង Save គឺជាការស្រេចសូមធ្វើការចុច Print ដើម្បីធ្វើការ Print ចេញឬចុច Preview ដើម្បីធ្វើការពិនិត្យឯកសារមុននឹងធ្វើការ Print ចេញឬចុច Continue ដើម្បីធ្វើការបិទផ្ទាំងដើម្បីបន្តលោកអ្នកអាចធ្វើការស្វែងរកឯកសារនៃប្រតិបត្តិការកែស្តុកណាមួយតាមរយៈការបញ្ចូលលេខកូដឯកសារនោះនៅក្នុងប្រអប់ Search ឬចុចទៅលើ Advanced Filter ធ្វើការជ្រើសរើសកាលបរិច្ឆេទដែលលោកអ្នកធ្វើប្រតិបត្តិការកែស្តុកនោះឬចុចទៅលើប៊ូតុង Apply ចុច Export ដើម្បីធ្វើការទាញយកលេខប្រតិបត្តិការនៃការកែស្តុកចេញពីកម្មវិធីជា File Excel ឬធ្វើការចុច Double Click លើប្រតិបត្តិការណាមួយដើម្បីធ្វើការ Preview ឬចុច Print ចេញ